សួស្តីអ្នកគ្នាជួយជាមួយមាននៅពេលទី21ណាប៉ុន្តែមិននឹងចូលដល់ការសម្រាយរឿងណាទាំងអស់គ្នាកុំភ្លេចចុច subscribe ឲ្យមានអ្នកមួយមិនណាចឹងក៏មកខាត់ពេលយូរបន្តសាច់រឿងទាំងអស់គ្នាហើយពេលនេះពួកគេទាំងពីរក៏បានមកផ្ទះវិញហើយពួកគេក៏បានដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញទៅមកដោយសារយន់យើងគឺគេបាននិយាយថានាងគឺចង់ទៅផ្ទះរបស់នាងវិញលោកបានសន្យាថាលោកនឹងបញ្ជូនខ្ញុំត្រឡប់ទៅវិញហើយមានតែខ្ញុំត្រឡប់ទៅវិញដោយសុវត្ថិភាពទេទើបនាងអាចត្រឡប់មកវិញបានចឹងក៏បំណងរបស់ពួកយើងគឺដូចតែគ្នាឯងឈីលៀនក៏បានតទៅវិញទៅមែនហើយមុនពេលដែលខ្ញុំរកវិធីបញ្ជូននាងត្រឡប់ទៅវិញបានគឺនាងតែធ្វើតាមខ្ញុំពីលក្ខខណ្ឌដែលទី1នោះគឺនាងមិនត្រូវធ្វើឲ្យរាងកាយរបស់សៅយ័នមានគ្រោះថ្នាក់អីទេហើយទី2គឺនាងមិនត្រូវបង្កបញ្ហាអីឲ្យនាងទេសៅយ័នក៏តទៅវិញទៅបានខ្ញុំក៏មានលក្ខខណ្ឌរបស់ខ្ញុំដែរលក្ខខណ្ឌរបស់នាងគឺថានាងមានពេលវេលាគ្រប់គ្រាន់ដើម្បីរកវិធីត្រឡប់ទៅវិញអីហ្នឹងឯងដូច្នេះហើយវាគឺជាការងាររបស់លោកដែលជួយខ្ញុំរកវិធីត្រឡប់ទៅផ្ទះវិញមួយទៀតបើសិនបើលោកមិនផ្ដល់ព័ត៌មានឲ្យខ្ញុំគ្រប់គ្រាន់ទេគឺខ្ញុំមិនចូលរួមរកសកម្មភាពជំនួសចាំងសៅយ័នដូចជាថ្ងៃនេះអញ្ចឹងឈីលីណាក៏ប្រាប់ទៅវិញទៅគឺគេមានបញ្ហាអីទេគេយល់ព្រមនឹងសំណើរបស់សៅយ័នយើងហើយចាប់ពីពេលនេះទៅគឺពួកគេយល់ព្រមលក្ខខណ្ឌរបស់គ្នារៀងៗខ្លួនហើយដែលមានជាលីលាអសរថែមទៀតផងដូច្នេះយើងក៏បាននាំសៅយ័នមកមើលផតាដែលគេប្រមូលបានដោយគេបានជួយអ្នកពិនិត្យទៅលើប្រភពនៃកូអេណេចេញពីទូរស័ព្ទមួយនេះគឺឃើញថាមានរឿងចម្លែកកើតឡើងសៅយ័នក៏សួរទៅចឹងតើមានរឿងអីឈីលីណាក៏ប្រាប់ទៅប្រភពដែលលោតមកហ្នឹងវាគឺជាសញ្ញានៃស្ថានីយ៍មួយកន្លែងប៉ុន្តែនៅពេលដែលពួកយើងស៊ើបវាម្ដងទៀតគឺវាគ្រាន់តែជាកូដមួយដែលមិនច្បាស់លាស់តែប៉ុណ្ណោះហើយវិធីដែលអាចសេនមេសេហ្នឹងមកបានវាគ្រាន់តែជារឿងមួយរបស់ពួក hacker ធ្វើតែប៉ុណ្ណោះហើយព័ត៌មានរបស់ NASA គឺត្រូវបានលុបដោយចេតនាដែលធ្វើឲ្យខ្ញុំពិបាកក្នុងការរកគេមែនទែនសៅយ័នក៏បានប្រាប់ទៅវិញទៅពួកយើងកំពុងនិយាយអំពីរឿងរ៉ាវអាថ៌កំបាំងរបស់ខ្ញុំហើយតើលោកយល់ទេគឺវាមានរឿងរ៉ាវអាថ៌កំបាំងច្រើនណាស់ដែលនាំខ្ញុំមកដល់ប្រភពមួយនេះហើយវាមិនមែនជារឿងពួក hacker ដែលលោកនិយាយហ្នឹងទេឈីលីណាក៏ប្រាប់ទៅវិញទៅគឺគេដឹងហើយប៉ុន្តែគេគ្រាន់តែងើឆ្ងល់តើមានអាថ៌កំបាំងអីគេដែលធ្វើឲ្យមនុស្សអាចទៅជាបែបហ្នឹងបានហើយដំបូងខ្ញុំគិតថាវាជាអ្វីដែលស៊ូជីយ៉ាងជាអ្នកធ្វើដើម្បីឲ្យខ្ញុំដឹងពីទីតាំងកូអេណេដែលនាងបានមកដល់ហើយសង្ឃឹមថាខ្ញុំនឹងទៅដល់ទីនោះទាន់ពេលដើម្បីជួយនាងប៉ុន្តែបើសិនបើមេសេចមួយនេះគឺវាឆ្លងពេលដាច់ពីគ្នាពិតមែនវាមិនគួរមានសាសនាដែលមិនសល់ទុកនៅឯស្ថានីយ៍ដែលគេបបង់ចោលមួយហ្នឹងឯងគ្រាន់តែលើចឹងហើយសៅយ័នយើងក៏និយាយទៅហេតុអីបានជាស្ដាប់ទៅគួរឲ្យខ្លាចម៉េចហើយលោកកំពុងតែនិយាយថាការឆ្លងពេលវេលារបស់ខ្ញុំមកទីនេះគឺមានការរៀបចំដោយអ្នកគេមែនឈីលីណាក៏ប្រាប់ទៅគេក៏ដឹងដែរហើយសៅយ័នគេក៏នឹកឃើញថានៅពេលនោះគេភ្ញាក់ឡើងទូរស័ព្ទរបស់គេគឺអត់ថ្មបាត់ទៅហើយចឹងតើអាចបញ្ជូនទីតាំងបានយ៉ាងម៉េចទៅហើយចឹងតើវាមកពីណាតែឈីលីនយើងគេនៅតែគិតថាវាអាចមកពីទូរស័ព្ទនឹងដដែលសៅយ័នក៏នឹកឃើញថាទីមានអ្វីប្លែកនៅក្នុងទូរស័ព្ទមួយហ្នឹងពួកគេក៏បានដល់ទូរស័ព្ទមួយហ្នឹងឆែកមើលថាមានអ្វីប្លែកនៅក្នុងហ្នឹងអត់ក្រោយពេលដែលឆែកហើយឈីលីណាក៏នឹកឃើញថារឿងរ៉ាវទាំងអស់ហ្នឹងវាកើតឡើងចំពោះខ្ញុំហើយដូចជាមាននរណាម្នាក់កំពុងតែប្រាប់ពួកយើងនៅការប្តីបន្ទាប់មកពួកគេក៏បានយកទូរស័ព្ទមួយហ្នឹងទៅឲ្យជាងឆែកមើលហើយគាត់ក៏បានរកឃើញឧបករណ៍ដែលចាប់ទីតាំងហើយឧបករណ៍មួយហ្នឹងវាកំពុងតែបញ្ជូនព័ត៌មានតាក់ទងទីតាំងទៅក្រៅគាត់នៅលើចឹងហើយឈីលីណាក៏សួរទៅចឹងតើយើងអាចចាប់ទីតាំងពីឧបករណ៍ដែលវាបញ្ជូនទៅហ្នឹងបានអត់បន្ទាប់មកគាត់ក៏បានយកឧបករណ៍របស់គាត់ចេញមកដើម្បីឆែកទីតាំងមើលពីអ្នកដែលវាបញ្ជូនទៅហ្នឹងព្រាមនោះមកភ័ក្ររបស់ឈីលីណាក៏បាននិយាយថាតើវាជាគេហ្នឹងហើយលោកកំពុងតែកុហកពួកយើងឲ្យមើលរបស់ក្មេងលេងហ្នឹងមែនហើយគាត់ក៏តទៅវិញទៅឈប់និយាយបានអត់បើឯងស្គាល់វាគឺជាឧបករណ៍ដែលទំនើបក្នុងពេលឥឡូវហ្នឹងហើយគេឌីហ្សាញវាឡើងគឺគ្រប់គ្រងក្នុងស្ថានភាពដូចពេលនេះអញ្ចឹងដូចខ្ញុំក៏តែយកឧបករណ៍ចាប់ទីតាំងមួយហ្នឹងដាក់ចូលទៅក្នុងវាទៅវានឹងប្រាប់ព័ត៌មានដែលវាបញ្ជូនទៅហ្នឹងហើយព្រាមនោះឧបករណ៍មួយហ្នឹងក៏បានចាប់ទីតាំងមួយនោះបានហើយដល់ហ្មងយូពួកគេទាំងពីរក៏ខ្ជិលឧបករណ៍មួយហ្នឹងដើម្បីទៅរកទីតាំងមួយនោះនេះពួកគេទាំងពីរគឺកំពុងធ្វើដំណើរឆ្ពោះទៅរកទីតាំងមួយហ្នឹងហើយព្រាមនោះសៅយ័នក៏សួរទៅតើលោកគិតថាតើណាគេជាអ្នកផ្ដល់ទីតាំងនេះឈីលីណាក៏ប្រាប់វិញទៅគេក៏អត់ដឹងដែរសៅយ័នគិតថាប្រហែលជាមានគេកំពុងតែតាមដានយើងហើយតើវាមិនមែនដោយសារតែខ្ញុំហើយនឹងលោកសួរឆ្លងពេលវេលាមកទីនេះទេអីឬមួយក៏ពួកគេដឹងហើយថានឹងមានអ្នកដែលឆ្លងពេលវេលាមកទីនេះនោះសៅយ័នក៏គិតថាឬមួយការឆ្លងពេលវេលារបស់យើងគឺតកតងនឹងពួកគេដែរឈីលីណាក៏តបវិញទៅឥឡូវហ្នឹងនាងទៅចិត្តសិននៅមួយទូរស័ព្ទមួយហ្នឹងនៅជាមួយនាងគ្រប់ពេលហើយប្រហែលជាពួកគេលួចដាក់វាតាំងពីដំបូងសៅយ័នក៏តទៅវិញទៅលោកចង់មានន័យថាពួកគេបានលួចដាក់វាមុនពេលដែលលោកសួរឲ្យទូរស័ព្ទហ្នឹងមកខ្ញុំទៀតមែនឈីលីណាក៏ប្រាប់ទៅវិញទៅនាងក៏បានសន្មត់ពេកសៅយ័នក៏បន្តទៅបើសិនជារឿងហ្នឹងពិតមែនណាលោកសួរគាត់ក៏ដឹងរឿងតែទៅនឹងការឆ្លងពេលវេលាហ្នឹងដែរហើយតើគាត់បញ្ជូនខ្ញុំមកទីនេះក្នុងគោលបំណងអីចឹងហើយមានន័យថាគាត់គឺជាមេកំណត់ដែលនៅពីក្រោយរឿងទាំងអស់ហ្នឹងមែនឈីលីណាក៏ប្រាប់ទៅវិញទៅសៅយ័ននាងទៅចាក់ចិត្តបានអត់ហើយរយៈពេល6ឆ្នាំហើយដែលគាត់ស្ថិតនៅក្រោមការឃ្លាំមើលរបស់ពួកយើងបើសិនបើមានអ្នកផ្សេងក្រៅពីនេះគឺមានតែសុជញ្ញាម្នាក់គាត់ដែលជាសាស័យសៅយ័នគេមិនយល់ស្របនឹងសម្ដីរបស់ឈីលីទេសៅយ័នបានប្រាប់ទៅវិញទៅលោកសួរជាអ្នកឲ្យទូរស័ព្ទហ្នឹងមកនាងទោះបីជាគាត់ជាសាស័យតែម្នាក់ក៏ដោយគាត់បន្លំខ្លួនធ្វើជាជំនួយការប៉ារបស់ខ្ញុំហើយគាត់មានចេតនាមករកខ្ញុំដើម្បីឲ្យខ្ញុំមកឆ្លងពេលវេលាមកដល់ទីនេះមួយ
ដោយសារយន់យើងបច្ចេកខ្លាំងមែនតើដោយសារតែលោកសួរធ្វើឲ្យនាងធ្លាក់ខ្លួនមកដល់ទីនេះប៉ុន្តែទោះជាយ៉ាងណាឈីលីណានៅតែការពារមិត្តភក្តិរបស់គេហើយគេនិយាយឡើងជឿជាក់ថាស៊ូជីយ៉ាងមិនមែនជាមនុស្សបែបហ្នឹងទេគាត់ទៅលើចឹងហើយសាយណាក៏តទៅវិញទៅចឹងលោកគិតថាខ្ញុំមកជាអ្នករៀបចំការឆ្លងពេលវេលាអីហ្នឹងមែនហើយឥឡូវហ្នឹងផតទាំងអស់គឺចង្អុលទៅលោកស៊ូហ្នឹងហើយទោះបីជាគាត់មិនមែនជាមេកំណត់ក៏ដោយក៏គាត់ដែរជាអ្នករួមកំណត់ហ្នឹងដែរហើយណាខ្ញុំដឹងថាលោកនឹងជ្រើសរើសជឿជាក់លើគេឈីលីណាក៏តទៅវិញទៅឥឡូវហ្នឹងពួកយើងមិនទាន់ដឹងរឿងច្បាស់នៅឡើយទេពួកយើងគួរតែចាំទៅដល់ទីតាំងសិនហើយចាំមើលថាតើពួកគេទាំងអស់ហ្នឹងគឺជាអ្នកគេចឹងសាច់រឿងយើងគឺមានតែប៉ុណ្្នឹងឯងបើសិនអ្នកនរគ្នាចង់តាមដានភាពបន្តកុំភ្លេចចុច follow និងចុច subscribe ឲ្យមេម្នាក់មួយណា